តវគ្គអភិវឌ្ឍភូមិយើងម្ដងចាមានអ្នកក្រុមជិះម៉ូតូហ្នឹងជិះមកដល់ធ្លាក់ល្អិលដួលទៅឥឡូវហ្នឹងគឺគេចាប់ផ្ដើមអភិវឌ្ឍដំបូងគេចាក់ដីក្រហមបន្ទាប់មកគេចាក់ដីក្រួសធំថ្មចាបន្ទាប់មកគេប្រើអាឡូឈូសតែម្ដងហើយបន្ទាប់មកទៀតគេចាក់ក្រាលកស៊ូតែហើយផ្ទះសងខាងផ្លូវហ្នឹងគឺគេវាយកំទេចចោលគេសាងសង់ផ្ទះថ្មីចាមានផ្ទះរបៀបដូចផ្សារអញ្ចឹងចាហើយនឹងឯផ្សារទៅជាតំបន់ពាណិជ្ជកម្មមួយតែមានហាងលក់ដូរជាច្រើនចាឥឡូវស្ថាបឥឡូវបានរួចរាល់ជាស្រេចចា